ឆាបសិតកងោកដាក់បងមន់អូយនិយាយពីថាជាតិនោះជាតិមិនឲ្យជាតិមិនបងប្អូនហើយទិញមកថ្លៃហើយមួយឆ្នាំមានតែមករដូវកាលទៀតរបៀបធ្វើខ្ញុំស្រួលទេបងប្អូនហើយគ្រាន់តែលីងខ្ទឹមឲ្យឈ្ងុយបន្តិចបន្ទាប់មកយើងដាក់បងមន់ចំនួន4គ្រាប់ហើយយើងធ្វើការឆាចុះឆាឡើងដើម្បីឲ្យបងមន់នឹងឆ្អិនដល់ពេលដែលយើងឆាបងមន់ឆ្អិនហើយចាំយើងដាក់គ្រឿងទេសតាមក្រាដល់ពេលដែលយើងដាក់គ្រឿងនោះយើងដាក់ឡំមកណាបងប្អូនបើសិនតែយើងហូបជាមួយនឹងបាយបងប្អូននេះផ្ទះខ្ញុំទូចពេកបងប្អូនពេលដាក់ផ្សិតទៅឡើងកំពុងហ្មងតែផ្សិតនេះតែយើងរងាស់បន្តិចទៀតហ្នឹងគឺស្វិតអស់ហើយចានេះឃើញទេបងប្អូនដល់ពេលវាស្វិតអញ្ចឹងទៅគឺល្មមមកឆ្នាំងហ្មងតែឃើញអញ្ចឹងអត់តន់ឆ្អិនណាបងសិតកងោកនេះបើយើងអត់យកទៅរងាស់បានយូរឡើយយើងយកទៅហូបទាំងបែបនេះគឺថាធំកពុលហ្មងឆ្លៀតពេលកំពុងតែរងាស់ផ្សិតគឺអត់ផ្លេចទេរឿងថៃសម្រស់នេះព្រោះថាបងប្អូនទៅវិញហើយចាំកាលទៀតមានតែស្ក្រាប់ស្បែកជាមួយនឹងស្ក្រាប់សាច់ហើយលាបជាមួយនឹងលេម៉ាតៃបន្ថែមពីលើទៀតនិយាយពីថាអូយស្បែកភ្លឺថ្លាដល់គីឡូក្លាស្គីនហ្មងណាបងប្អូនខ្ញុំថតនឹងថតតែកាមេរ៉ាស៊ីនទេដែលដាក់ edit អីណាចានិយាយរឿងស្បែកចង់សិតយើងក៏បានឆ្អិនហើយបងប្អូនតែរូបរាងចឹងហ្នឹងណានៅពេលដែលបានយកទៅដាក់លើតុចាគឺអស់មុនដុតទៀត